ជីញឹកញាប់អ្នកបានតាំងចិត្តថាអ្នកនឹងចាប់ផ្ដើមធ្វើកិច្ចការអ្វីមួយនៅថ្ងៃស្អែកប៉ុន្តែនៅពេលថ្ងៃស្អែកមកដល់អ្នកក៏គិតថាមិនអីទេចាំសប្ដាហ៍ក្រោយចាំធ្វើក៏បានដែលតាមការពិតនោះគឺការពន្យាពេលមិនមែនគ្រាន់តែបង្ហាញពីការខ្ជិលនោះទេតែវាក៏ជាទម្លាប់អាក្រក់របស់អ្នកផងដែរហើយការពន្យាពេលនេះគឺជាប់ចំណាត់ថ្នាក់លេខ1ក្នុងការលួចយកលុយពេលវេលានិងបំផ្លាញជីវិតរបស់អ្នកយ៉ាងស្ងៀមស្ងាត់បំផុតលោក James Clear អ្នកនិពន្ធសៀវភៅ Atomic Habits បាននិយាយថារាល់សកម្មភាពដែលអ្នកធ្វើគឺប្រៀបបាននឹងការបោះឆ្នោតឲ្យអ្នកក្លាយជាមនុស្សដែលអ្នកសំនឹងទទួលបានឬនិយាយម្យ៉ាងទៀតបោះឆ្នោតឲ្យអ្នកកាន់មុខតំណែងដែលអ្នកចង់បាននៅពេលអ្នកពន្យាពេលវាបានបង្កប់នៃអវិជ្ជមានជាច្រើនហើយវាបានបង្ហាញថាអ្នកកំពុងព្យាយាមគេចវេះពីការលំបាកការបរាជ័យការបដិសេធនិងទំនួលខុសត្រូវប៉ុន្តែអ្នកត្រូវដឹងថាភាពរីកចម្រើនគឺស្ថិតនៅក្នុងអ្វីដែលអ្នកកំពុងគេចវេះនិងគិតថាលំបាកនោះឯងគឺវាប្រៀបដូចជាខ្លែងដែលត្រូវនៅបញ្ច្រាស់ខ្យល់ដើម្បីអាចហោះខ្ពស់ទៅលើបានជិះកង់ត្រូវតែធាក់ដើម្បីអាចទៅមុខបានដោយមិនដួលដូច្នោះដែររាល់ពេលដែលអ្នកពន្យាពេលអ្នកតែងតែចំណាយលុយលើវាយ៉ាងខ្ជះខ្ជាយឧទាហរណ៍ថាអ្នកបានដឹងថាការរៀបចំផែនការចំណាយពិតជាមានសារៈសំខាន់ប៉ុន្តែអ្នកបានពន្យាពេលក្នុងការរៀបចំវាដូច្នេះជាលទ្ធផលអ្នកនឹងចំណាយលើសតម្រូវការចាំបាច់ដែលគួរតែមានក្នុងផែនការរបស់អ្នកដឹងថាអ្នកត្រូវរៀនបន្ថែមដើម្បីមានចំណេះជំនាញល្អជាងមុនប៉ុន្តែអ្នកបែរជាខ្ជិលពន្យាពេលមិនរៀនជាលទ្ធផលអ្នកមិនអាចរកការងារឬយកជំនាញដែលអ្នកគួររៀននោះទៅបង្កើនប្រាក់ចំណូលជាដើមការពន្យាពេលនឹងធ្វើឲ្យមនុស្សបរាជ័យនៅតែបន្តបរាជ័យនិងបន្តខ្វះខាតលុយកាក់ព្រោះលុយនឹងចូលចិត្តរត់រកតែអ្នកណាដែលមានវិន័យនិងចាប់ផ្ដើមសកម្មភាពក្នុងការធ្វើអ្វីដែលគេបានគិតឃើញថាត្រឹមត្រូវគួរនឹងធ្វើតែប៉ុណ្ណោះបើទោះបីជាពេលខ្លះគេធ្វើរួចហើយមិនបានសំតាមបំណងប៉ុន្តែយ៉ាងហោចណាស់ក៏គេបានដឹងយ៉ាងច្បាស់ពីអ្វីដែលធ្វើឲ្យមានលទ្ធផលបែបនេះនិងអ្វីគួរធ្វើបន្ទាប់ក្នុងវីដេអូនេះខ្ញុំនឹងលើកយកវិធីសាស្ត្រសាមញ្ញបំផុតមួយចំនួនដែលអ្នកធ្វើបានយ៉ាងងាយប៉ុន្តែវាជាឥទ្ធិពលយ៉ាងសំខាន់ក្នុងជីវិតរបស់អ្នកទី1ប្រសិនបើអ្វីមួយចំណាយពេលតិចជាង2នាទីសូមធ្វើវាឥឡូវនេះទី2អ្នកត្រូវតែមានបញ្ជីនៃការចំណាយបើមិនដូច្នេះទេអ្នកនឹងនៅតែចំណាយលើរឿងមិនចាំបាច់ទី3ចំណាយពេល2នាទីពេលក្រោកពីគេងមើលបញ្ជីកត់ត្រានៅអ្វីដែលអ្នកត្រូវធ្វើនៅថ្ងៃនេះនិងប្រាជ្ញាធ្វើវាឲ្យកាន់តែបានទី4ចំណាយពេល5នាទីមុនចូលគេងសូមរកនឹកអ្វីដែលអ្នកសម្រេចបាននៅថ្ងៃនេះនិងអ្វីដែលអ្នកមិនបានធ្វើតាមផែនការរួចហើយផ្ទៀងផ្ទាត់ឡើងវិញថាអ្វីដែលខកខានមិនបានធ្វើនោះព្រោះតែស្ថានភាពចាំបាច់មិនអាចធ្វើបានឬមកពីទម្លាប់អាក្រក់ក្នុងការពន្យាពេលរបស់អ្នកទី5កំណត់គោលដៅជីវិតដែលអ្នកចង់បានរួចហើយបំបែកជាសកម្មភាពតូចប្រចាំថ្ងៃដើម្បីឈានទៅដល់គោលដៅនោះសូមកុំចាំការលើកទឹកចិត្តពីនរណាម្នាក់ដើម្បីទៅធ្វើកិច្ចការអ្វីមួយឡើយសូម្បីតែឪពុកម្ដាយរបស់អ្នកក៏ដោយព្រោះពួកគាត់មិនយល់ពីអ្នកជាងដែលអ្នកយល់ពីខ្លួនឯងនោះឡើយសូមចាំថាខ្លួនអ្នកគឺជាអ្នកកំណត់វាសនារបស់អ្នកសូមទម្លាប់ធ្វើកិច្ចការតូចជាប្រចាំថ្ងៃកុំគិតថាវាតិចពេកវាគ្មានប្រយោជន៍ប៉ុន្តែត្រូវចាំថាអ្នកអាចសម្រេចគោលដៅរបស់អ្នកបានដោយការធ្វើការងារតូចទាំងនោះជាប្រចាំរហូតក្លាយជាទម្លាប់ប្រចាំថ្ងៃមិនមែនធ្វើការងារដ៏ច្រើនបានតែមួយខ្យល់ហើយក៏ហត់នឿយលែងចង់ធ្វើបន្តទៀតនោះទេដើម្បីប្រែអ្នកឲ្យក្លាយជាមនុស្សដែលមានលុយច្រើនជាងមុននិងមានសេចក្តីសុខជាងមុនសូមធ្វើអ្វីដែលអ្នកគិតថាលំបាកនិងខ្មាស់អៀនតែវានឹងផ្លាស់ប្រែជីវិតអ្នកព្រោះមានតែធ្វើបែបនេះទើបអ្នកអាចខុសពីមនុស្សបរាជ័យភាគច្រើនហើយសូមទុកចិត្តថាបន្ទាប់ពីអ្នកបានជំនះចាប់ផ្ដើមធ្វើវាហើយអស់រយៈពេល3សប្ដាហ៍វានឹងក្លាយជាងាយទៅហើយបន្ទាប់ពីនោះអ្នកអាចនឹងអផ្សុកផងប្រសិនបើមិនបានធ្វើវាព្រោះវាបានក្លាយជាទម្លាប់ហើយអ្នកសាំនឹងវាទៅហើយដូច្នេះនៅពេលអ្នកគិតថាចង់ពន្យាពេលសូមប្រាប់ខ្លួនឯងថាចាំស្អែកចាំធ្វើវាទៅព្រោះខ្ញុំមិនត្រូវការលុយមិនត្រូវការរីកចម្រើនអ្វីនោះទេប្រសិនបើអ្នកមានមតិយោបល់បន្ថែមអំពីនេះសូមខមមិនចែករំលែកខាងក្រោមហើយកុំភ្លេចជួយចុច Subscribe និង Like ឲ្យ Channel ខ្ញុំផងណាសូមអរគុណ